បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតក្រុមប្រឹក្សាអ៊ីកូនតាវឯកអនុត្តរធម៌ប្រចាំកម្ពុជាក្រោមកិច្ចគាំទ្រពីក្រសួងធម្មការនិងសាសនាបានធ្វើកម្មវិធីបុណ្យកតញ្ញូតាធម៌និងសន្និសីទជំរុញអាហារបួសប្រចាំឆ្នាំលើកទី7ឆ្នាំ2025ដែលបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី16ខែមីនាឆ្នាំ2025ក្រោមវត្តមានឯកឧត្តមបណ្ឌិតច័យបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធឧត្តមព្រឹទ្ធាចារ្យនិងលោកគ្រូអ្នកគ្រូឧបជាព្រមទាំងសាសនូបត្ថម្ភជាច្រើនប្រទេសផងដែរលោកស្រីឡាយសុឈុនប្រធានដឹកនាំកម្មវិធីបានថ្លែងបញ្ជាក់ឲ្យដឹងថាឆ្នាំនេះបុណ្យកតញ្ញូតាធម៌ធ្វើឡើងក្រោមប្រធានបទបញ្ចេញពន្លឺរស្មីនៃក្តីស្រឡាញ់ដើម្បីលើកកម្ពស់ដល់កតញ្ញូកតវេទីនិងអាហារបួសចំណុចស្នូលនៃធម៌កតញ្ញូគឺស្ថិតនៅលើការស្រឡាញ់និងការថ្លែងអំណរគុណហើយអាហារបួសគឺជាស្មារតីនៃសេចក្តីស្រឡាញ់ពិតប្រាកដដូច្នេះការជំរុញអាហារបួសគឺជាការប្រតិបត្តិទៅធម៌កតញ្ញូម្យ៉ាងការជ្រើសរើសរបបអាហារបួសគឺមិនត្រឹមតែដើម្បីសុខភាពឪពុកម្ដាយប៉ុណ្ណោះទេថែមទាំងសម្រាប់អនាគតនៃមនុស្សជំនាន់ក្រោយក្នុងសកលលោកផងដែរនាឱកាសនោះឯកឧត្តមបណ្ឌិតច័យបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថាការប្រារព្ធកម្មវិធីបុណ្យកតញ្ញូតាធម៌និងសន្និសីទជំរុញអាហារបួសនាពេលនេះពិតជាមានសារៈសំខាន់ណាស់គឺរៀបចំឡើងស្របពេលដែលសង្គមជាតិយើងតែងតែយកចិត្តទុកដាក់ជំរុញយ៉ាងផុសផុសបានបង្កើតវេទិកាអប់រំចិត្តតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីតម្រង់ទិសនិងបញ្ជ្រាបដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈជាពិសេសយុវជនយុវនារីឲ្យមានការឆ្វេងយល់និងចេះប្រតិបត្តិនៅធម៌កតញ្ញូនិងអ្នកមានគុណដទៃទៀតស្ដាប់ឱវាទគ្រូបង្រៀនដើម្បីប្រែក្លាយខ្លួនជាកូនល្អសិស្សល្អនិងពលរដ្ឋល្អក្នុងសង្គមអាយដាមបណ្ឌិតបញ្ជាក់ថាចំណែកឯអាហារបួសគឺជាអាហារសុខភាពដែលប្រជាជននៅលើពិភពលោករួមទាំងប្រទេសកម្ពុជាផងកំពុងងាកមកចាប់អារម្មណ៍ទៅលើការទទួលទានអាហារសុខភាពដូចជាបន្លែផ្លែឈើជាដើមអាយដាមបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអ៊ីកុនតាវឯកអនុត្តរធម៌ប្រចាំកម្ពុជាដែលបានបំពេញបេសកកម្មអប់រំបង្ហាត់បង្រៀនការងារអភិវឌ្ឍធនធានមនុស្សខាងស្មារតីអប់រំដល់បរិស័ទតាមព្រះវិហារនានាឲ្យមានកតញ្ញូតាធម៌បណ្ដុះនៅចិត្តមេត្តាករុណាមានក្តីស្រឡាញ់ចំពោះមនុស្សទាំងឡាយចេះយោគយល់និងអធ្យាស្រ័យគ្នារួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានិងចូលរួមសកម្មភាពមនុស្សធម៌នានាដោយគ្មានការរើសអើងដូចជាការជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាជនរងគ្រោះដោយទឹកជំនន់អគ្គិភ័យគ្រោះថ្នាក់ចរាចរណ៍ជនទីទ័លក្រនិងបរិច្ចាគឈាមជាដើមគួរបញ្ជាក់ផងដែរថាសាសនានិងទស្សនវិទូជាច្រើនសុទ្ធតែបានពោលសរសើរអំពីកតញ្ញូតាធម៌ជាពិសេសព្រះពុទ្ធសាសនាតែងតែអប់រំសង្គមមនុស្សឲ្យបណ្ដុះនៅកតញ្ញូតាធម៌ដែលជាគុណធម៌ដ៏សំខាន់បំផុតអាចជួយសង្គមមនុស្សឲ្យមានសាមគ្គីភាពសុខដុមរមនាឯកភាពជាតិសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ក្នុងសង្គមកម្ពុជាកតញ្ញូតាធម៌ជាគុណធម៌ដ៏សំខាន់បំផុតមួយដែលដូនតាខ្មែរបានខិតខំសាបព្រោះរាប់ពាន់ឆ្នាំមកហើយ